សូមជូនរឿងតម្លៃនៃពាក្យសម្ដីកាលពីព្រេងនាយមានគ្រួសារមួយរស់នៅក្នុងទីក្រុងក្រៅពីឪពុកម្ដាយគ្រួសារនេះមានកូនស្រីម្នាក់ឈ្មោះអាឌិទីអាយុ7ឆ្នាំនិងកូនប្រុសម្នាក់ឈ្មោះអាឌិត្យាអាយុ5ឆ្នាំពួកគេគឺជាបងប្អូននឹងគ្នាប៉ុន្តែមានចរិតខុសគ្នាខ្លាំងណាស់អាឌិត្យាចូលចិត្តនិយាយតិចតួចណាស់រីឯអាឌិទីវិញគឺរស់រាយនិងនិយាយច្រើនខ្លាំងណាស់នាងនិយាយគ្រប់រឿងទាំងអស់ហើយជួនកាលនិយាយឥតប្រយោជន៍ទៀតផងម៉ាក់កាលពីថ្ងៃមិញនៅសាលាលោកគ្រូបានសួរសំណួរទៅសិស្សម្នាក់ម្ដងហើយដល់វេនកូនបានឆ្លើយសំណួរនោះតាំងពីមុនពេលលោកគ្រូសួរចប់ទៅទៀតប៉ុន្តែលោកគ្រូនៅតែឲ្យបន្ទុកកូនតែ5លើ10ដដែលម្ដាយរបស់នាងបានព្យាយាមបញ្យល់នាងថាគួរតែនិយាយឲ្យតិចជាងនេះអាឌិទីកូនត្រូវនិយាយឲ្យតិចជាងនេះនិងនិយាយពាក្យផ្អែមល្ហែមបើសិនបើយើងនិយាយច្រើនពេកនោះមនុស្សម្នានឹងឈប់យកចិត្តទុកដាក់លើអ្វីដែលយើងនិយាយហើយប៉ុន្តែនាងតែងតែប្រាប់ម្ដាយរបស់នាងម៉ាក់កូននិយាយតិចតួចតាមពិតទៅកូនសុទ្ធតែមិនដឹងខ្លួនផងថាការនិយាយច្រើនមានន័យថាម៉េចថ្ងៃមួយមិញរបស់ពួកគេបានមកលេងនិងស្នាក់នៅជាមួយគាត់ក៏បានទិញប្រដាប់ក្មេងលេងសម្រាប់ក្មេងទាំងពីរទៀតផងអាឌិត្យានេះគឺជាមនុស្សយន្តសម្រាប់ក្មួយចំណែកអាឌិទីនេះគឺជាតុក្កតារបស់ក្មួយអាឌិត្យាបានទទួលកាដូដោយស្កប់ស្ងាត់អរគុណអ្នកមីងប៉ុន្តែអាឌិទីដូចរដងគឺចាប់ផ្ដើមនិយាយច្រើនទៀតហើយអ្នកមីងហេតុអ្វីបានជាអ្នកមីងទិញតុក្កតានេះមកក្មួយមានតុក្កតាបែបនេះរួចទៅហើយប្រសិនបើអ្នកមីងសួរក្មួយសិននោះក្មួយនឹងប្រាប់ថាក្មួយចង់បានតុក្កតាមួយណាអូខេអាឌិទីលើកក្រោយមីងនឹងសួរក្មួយអ្នកមីងមិនចាំបាច់សួរក្មួយទេលើកក្រោយនឹងក្មួយទៅហាងជាមួយផងក្មួយនឹងជ្រើសរើសតុក្កតាដែលស្អាតសម្រាប់ខ្លួនឯងហើយបន្ទាប់មកអ្នកមីងចាំទិញឲ្យក្មួយអូខេបើអញ្ចឹងយើងនឹងទៅឥឡូវនេះម្ដងអូឥឡូវនេះហ្មងហីមីងហត់ខ្លាំងណាស់ឥឡូវនេះចាកុំចិត្តតែអ្នកមីងហត់មែនបើអញ្ចឹងប្រាប់ក្មួយមកតើពេលណាទៅអ្នកមីងនាំក្មួយទៅហាងស្អីគេអាឌីទីឈប់រំខានអ្នកមីងទៅចូលទៅក្នុងផ្ទះវិញមកថ្ងៃបន្ទាប់អ្នកមីងនិងម្ដាយរបស់នាងកំពុងជជែកគ្នាពួកយើងនឹងទៅលេងកម្សាន្តនៅនេនីថលសម្រាប់វិស្មការរដូវក្តៅរំពេចនោះអាឌីទីចាប់ផ្ដើមនិយាយដូចរដងពួកយើងបានទៅនេនីថលកាលពីលើកមុនហើយមុននឹងទៅទីនោះពួកយើងបាននៅផ្ទះលោកយាយអ្នកមីងធ្លាប់ទៅដេហាដានទេចាស្រាប់តែម្ដងដែរពួកយើងទៅទីនោះច្រើនដងមកហើយអ្នកមីងគួរតែទៅទីនោះដែរទៅវាជាកន្លែងដ៏ល្អបំផុតសម្រាប់រដូវក្តៅអ្នកមីងនឹងស្រឡាញ់កន្លែងនោះមិនខានមកតោះពួកយើងទៅផ្ទះបាយហើយបន្ទាប់មកទៅនេនីថលតែម្ដងអ្នកមីងក៏ចូលចិត្តកន្លែងនោះដូចគ្នារងាចនោះអ្នកមីងនិងឪពុករបស់អាឌីទីកំពុងជជែកគ្នាបងស្រីប្អូនរីករាយណាស់ដែលបានឃើញបងនៅទីនេះប្អូនមកដែលទំនេរទៅសួរសុខទុក្ខបងសពបន្ទាប់មកអាឌីទីក៏មកដល់ហើយនិយាយថាកូនមានរឿងចង់ប្រាប់កុំអាលកូនប៉ាកំពុងនិយាយជាមួយនឹងអ្នកមីងបងឮថាបងស្រីទិញកាដូឲ្យក្មេងៗមែនទេចុះបងគ្មានបានអ្វីឲ្យប្អូនទេអីបន្ទាប់មកនាងក៏អង្គុយនៅទីនោះហើយរងចាំពួកគេនិយាយឲ្យចប់ពួកគេបន្តជជែកគ្នាបងឮថាបងស្រីទិញកាដូឲ្យក្មេងៗមែនទេចុះបងគ្មានបានអ្វីឲ្យប្អូនទេអីបងមានកាដូសម្រាប់ប្អូនដែរតោះនេះណែអោនេះស្អាតណាស់បន្ទាប់មកអាឌីទីមិនអាចនៅស្ងៀមបានទៀតទេនាងក៏និយាយឡើងប៉ាកាដូរបស់ប៉ាស្អាតណាស់អ្នកមីងទិញកាដូឲ្យប៉ាស្អាតខ្លាំងណាស់មានន័យថាអ្នកមីងចេះរើសកាដូល្អតើប៉ុន្តែក្មួយមិនដឹងទេថាហេតុអ្វីបានជាកទិញតុក្កតាតូចហ្នឹងឲ្យក្មួយសោះប៉ាដឹងទេអ្នកមីងទិញតុក្កតាឲ្យកូនមានតុក្កតាប្រើមិនអស់ផងអញ្ចឹងហើយបានជាកូនប្រាប់អ្នកមីងឲ្យទិញកាដូផ្សេងឲ្យកូនវិញហើយអ្នកមីងនិយាយថាលើកក្រោយគាត់នឹងសួរកូនសិនមុននឹងទិញកាដូឲ្យរឿងបែបនេះបានបន្តអស់រយៈពេលប្រហែលថ្ងៃទៀតទម្លាប់នៃការនិយាយកាត់សម្ដីរបស់អាឌីទីនៅតែបន្តអ្នកមីងកំពុងញ៉ាំបាយឥឡូវហ្នឹងក្មួយញ៉ាំរួចនៅអ្នកមីងទៅតែចូលគេងឥឡូវហ្នឹងក្មួយគេងយប់ជ្រៅណាស់អ្នកមីងទៅតែភ្ញាក់ឥឡូវហ្នឹងក្មួយភ្ញាក់ពីព្រលឹមណាស់
អ្នកមីងចាប់ផ្ដើមខឹងនឹងសម្ដីរបស់អាឌីទីប៉ុន្តែគាត់មិនបាននិយាយអ្វីទៅកាត់នាងឡើយនៅពេលគ្រប់3ថ្ងៃដែលដល់ពេលត្រូវត្រឡប់ទៅវិញគាត់បានសួរក្មេងៗថា ចុះប្រាប់មីងមើលតើមីងគួរទិញអ្វីឲ្យក្មួយលើកក្រោយអ្នកមីងគ្រាន់តែមកពីនេះទៅបន្ទាប់មកពួកយើងអាចទៅផ្សារជាមួយគ្នាហើយទិញប្រដាប់ក្មេងលេងដែលក្មួយចូលចិត្តអ្នកមីងលើកក្រោយសូមទិញនំផ្អែមៗឲ្យពួកយើងផង អូខេអាឌីតយ៉ាមិញនឹងទិញនំផ្អែមឲ្យក្មួយលើក្រោយគាត់និយាយរួចចាក់ចេញទៅប៉ុន្តែអាឌីទីខូចចិត្តនឹងសម្ដីរបស់អ្នកមីងណាស់នាងប្រាប់ម្ដាយទាំងស្រពោនចិត្តថា អ្នកមីងមិនស្ដាប់សម្ដីកូនទេប៉ុន្តែគាត់ស្ដាប់សម្ដីប្អូន ម្ដាយក៏ព្យាយាមបញ្ជូលនាងម្ដងទៀត អាឌីទីនេះហើយជាមូលហេតុដែលម៉ាក់ប្រាប់ឲ្យកូននិយាយឲ្យតិចកាលណាបើយើងនិយាយតិចនិងនិយាយផ្អែមល្ហែមនោះសម្ដីរបស់យើងនឹងមានតម្លៃហើយបើសិនបើយើងនិយាយច្រើនពេកនោះនឹងគ្មានអ្នកណាចាប់អារម្មណ៍នឹងសម្ដីរបស់យើងឡើយ អាឌីទីយល់ពីសម្ដីម្ដាយហើយនិយាយថា ម៉ាក់និយាយត្រូវហើយកូននឹងមិននិយាយអត់ប្រយោជន៍ទៀតទេចាប់តាំងពីពេលនេះទៅ